ជំរាបសួរអ្នកគ្រូថ្ងៃនេះនឹងខ្ញុំមកបង្រៀនអំពីអំណាចបវេសនការថ្ងៃទី2តោះនឹងខ្ញុំសូមចាប់ផ្ដើមឥឡូវអ្នកគ្រូមានពាក្យមួយចង់បង្ហាញកូនមកឥឡូវមកមើលពាក្យទាំងអស់គ្នាលើដៃអ្នកគ្រូចាពាក្យទី1អានថាម៉េចទៅកូនចាបវេសនការចាឥឡូវកូនមើលពាក្យទី2ពាក្យទី2អញ្ជើញចាអរគុណច្រើនមកពាក្យទី3ចាឈាក់ចាអរគុណច្រើនមកឥឡូវគឺមកពាក្យទី4ទីកូនរីករាយចាអរគុណច្រើនចាឥឡូវកូនមើលពាក្យចុងក្រោយស្លៀកពាក់ចាពិតជាត្រឹមត្រូវកូនចាអញ្ចឹងតើកូននៅចាំទេថាអត្ថបទថ្ងៃមុនអ្នកគ្រូបានពីម្សិលហ្នឹងចំណងជើងដូចម្ដេចទៅកូនចាអត្ថបទដែលយើងបានរៀនពីម្សិលកន្លងទៅពីម្សិលមិញមានចំណងជើងដូចម្ដេចទៅកូនចាមានចំណងជើងថាម៉េចទៅកូនចាបវេសនការចាឥឡូវកូនមើលទាំងអស់គ្នាវេលាទី32បវេសនការចាមកឥឡូវកូនអានជាមួយអ្នកគ្រូវេលាទី32បវេសនការចាតអីកូនតចប់មកឥឡូវកូនបានសភៅសិក្សាកូនរបស់យើងទំព័រទី32ទាំងអស់គ្នាចាបានសភៅសិក្សាកូនទំព័រទី32ឥឡូវកូនអានទាំងអស់គ្នាអានអត្ថបទឡើងវិញទាំងអស់គ្នាអានលឺមកចាប់ដើមចាល្អណាស់កូនចាអញ្ចឹងក្រោយពីកូនអានរួចហើយឥឡូវអ្នកគ្រូមានសំណួរមួយតើនៅក្នុងឆ្នាំនេះកូនចូលរៀនដំបូងនៅខែណាទៅកូនចាខែណាខែវិច្ឆិកាចាខែវិច្ឆិកាណោះតាអរគុណច្រើនកូនតើសុភីជាកូនទីប៉ុន្មាននៅក្នុងគ្រួសារកូនចាកូនបងកូនអីទៀតកូនទី1ចាកូនបងកូនទី1គឺដូចគ្នាទេកូនចាឥឡូវកូនស្ដាប់សំណួរមួយទៀតតើសុភីជាកូនល្អដែរឬទេហេតុអ្វីចាសុភីជាកូនល្អមូលហេតុអ្វីទៅកូនចាអរគុណច្រើនកូនមកឥឡូវកូនបានសភៅសិក្សាកូនដដែលប៉ុន្តែទំព័រទី33ចាមកបើកទាំងអស់គ្នាហើយនៅកូនចាំស្ដាប់អ្នកគ្រូអានប្រលឹមសាលារៀនបវេសនការអញ្ជើញស្លៀកពាក់ម្ដាយឪពុកចាស្ដាប់បានអត់កូនមកឥឡូវកូនអានជាមួយអ្នកគ្រូទាំងអស់គ្នាមើលប្រលឹមសាលារៀនបវេសនការអញ្ជើញស្លៀកពាក់ម្ដាយឪពុកចាមកកូនអានដោយខ្លួនឯងហើយនៅកូនចាហើយណោះឥឡូវអ្នកគ្រូនាំកូនទៅមើលលើក្តារខៀនទាំងអស់គ្នាមកកូនមើលក្តារខៀនទាំងអស់គ្នាគ្រូមានតារាងមួយឥឡូវកូនចាំមើលណា
ចាឥឡូវកូនមើលកន្លងទី1គឺមនុស្សកន្លងទី2គឺវត្ថុចាកូនមើលទាំងអស់គ្នាឥឡូវកូនមើល clear ទី1ទាំងអស់គ្នាសុភីនិងប្អូនចាសុភីនិងប្អូនគឺជាពាក្យសម្គាល់សម្រាប់អ្វីទៅកូនចាសុភីនិងប្អូនគឺជាពាក្យសម្គាល់សម្រាប់មនុស្សមែនអត់ចាអញ្ចឹងឥឡូវអ្នកគ្រូសរសេរដាក់ប្រឡងមនុស្សទាំងអស់គ្នាសុភីប្អូនចាឥឡូវកូនមើលនេះនៅកន្លែងមនុស្សអ្នកគ្រូដាក់សុភីនិងប្អូនព្រោះសុភីនិងប្អូនហ្នឹងគឺជាពាក្យសម្រាប់សម្គាល់ទៅលើអីទៅលើមនុស្សចាឥឡូវកូនមើលពាក្យមួយទៀតទៅងូតទឹក clear ទៅងូតទឹកនេះ clear ទី2ទៅងូតទឹកតើ clear ណាជាវត្ថុកូន clear ទៅងូតទឹកហ្នឹងចា clear ពាក្យអីគេកូនចាវត្ថុណោះclear ដែលតើពាក្យណាជាវត្ថុកូនចាអញ្ចឹងទឹកគឺជាពាក្យសម្គាល់សម្រាប់អីវត្ថុអញ្ចឹងអ្នកគ្រូដាក់នៅកន្លោនណាទៅកូនចាអ្នកគ្រូសរសេរទឹកដាក់នៅកន្លោនយកវត្ថុចាមកឥឡូវកូនអានជាដៃគូដើម្បីរក clear ដែលនៅសល់ចាមកនេះគ្រូទុកពេលឲ្យ2នាទីចានៅមានពាក្យទៀតកូនចាម្ដាយហ្នឹងគឺសម្គាល់ឲ្យមនុស្សបន្តមកមានពាក្យទៀតឪគុកចាឥឡូវកូនមើលតារាងវត្ថុទាំងអស់គ្នាតើនៅមានអ្វីទៀតកូននៅមាន clear កន្លែងណាទៀតកូនចារៀបចំកាតាបអញ្ចឹងកន្លែង clear រៀបចំកាតាបហ្នឹងគឺពាក្យកាតាបគឺសម្គាល់ឲ្យវត្ថុអញ្ចឹងយើងទៅស្ទែដាក់កន្លងវត្ថុមកចាកាតាបហើយនៅមានអីទៀតទៅកូន clear កន្លែងណាទៀតចាសាលារៀនចាអញ្ចឹងយើងសរសេរសាលារៀនព្រោះសាលារៀនវាអាចនិយាយជាមួយយើងបានហើយអញ្ចឹងអានោះយើងចាត់ចូលជីវៈវត្ថុចាអស់ហើយកូនចាអស់ហើយណោះចាឥឡូវអ្នកគ្រូមានពាក្យមួយមកកូនមើលទាំងអស់គ្នានៅលើក្រានទៀតកូនចាអានថាម៉េចទេកូនប្រលឹងចាមើលឃើញអីកូនចាប្រលឹមចាប្រលឹមមានអក្សរអីខ្លះទេកូនអក្សរពោជើងរលស្រៈអឹមកចាអញ្ចឹងប្រលឹមមានពោជើងរលស្រៈអឹមកមកឥឡូវកូនរកពាក្យជាមួយអ្នកគ្រូទៀតចាសាលារៀនមកឥឡូវកូនថាមើលសាលារៀនមានអក្សរអីខ្លះ
สอสอสระอาโลสระอาโรสระเอโนจ้าสออาโลอาจ้าซาlà riêngจ้าnữ cốtจ้าlời mà con lực này luôn và xem á bạc vê sẵn cả bạc vê sẵn cả bó vô sẵn ế so nô có sẵn á lộ chà mà hai nữa con mà lên này khổ đam mơ mà lớp con lực này luôn là mặc cha an thầm mấy tôi con bạc vế nè ca cha ông con trăn con mà từ này muối phí bấy cha lo nó con cha lớp con lên tập hơi ra xe lại má mặc con xò xe tiện tôi ta mà mấy đây này pro bản à mặc chặt đám mà ca tạp hai này con cha ca tạp mở tên ổn chà hai nữa cốt bột chà hai nữa chà mặc từ một tiếng xa là riêng chà hai nữa cốt chà mặc đáy mặc đậu phèo một tịch máu rồi lấm mặc đậu phèo bạc ve sẵn ca chà ở con trai con